បើយើងនិយាយដល់អាវុធដែលអាចវាយប្រហារសត្រូវចម្ងាយរាប់សិបគីឡូម៉ែត្រ SH-1 155 មីលីម៉ែត្រគឺជាប្រព័ន្ធមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់ចិន SH-1 គឺជាកាំភ្លើងធំចល័តប្រភេទ155មីលីម៉ែត្រដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Norinco វាត្រូវបានដំឡើងនៅលើរថយន្តយោធា 6x6 ដែលអាចធ្វើដំណើរបឿនលឿនលើផ្លូវនិងអាចចល័តបានយ៉ាងឆាប់រហ័សនៅសមរភូមិមុនពេល SH-1 បង្ហាញខ្លួនកងទ័ពជាច្រើនប្រើកាំភ្លើងធំដែលត្រូវអស់ដោយរថយន្តការដាក់ពង្រាយនិងដកចេញត្រូវការពេលយ៉ាងយូរដោយសារតែបញ្ហានេះហើយចិនបានបង្កើត SH-1 ដើម្បីឲ្យកាំភ្លើងធំអាចធ្វើដំណើរនិងបាញ់បានក្នុងរយៈពេលខ្លីSH-1 មានទម្ងន់ប្រហែល22តោននិងបម្រើការដោយក្រុមហ៊ុនប្រតិបត្តិការ5ទៅ6នាក់វាប្រើម៉ាស៊ីនឌីសែលដែលអាចជួយឲ្យរថយន្តមានល្បឿនជិត90គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចធ្វើដំណើរបានប្រហែល600គីឡូម៉ែត្រទើបចាក់ប្រេងម្ដងអាវុធសំខាន់របស់វាគឺកាំភ្លើងធំ155មីលីម៉ែត្រប្រវែង52កាលីប៊ឺទំហំបែបនេះអនុញ្ញាតឲ្យវាបាញ់គ្រាប់បានឆ្ងាយជាងកាំភ្លើងធំចំនួនចាស់ៗទៅទៀតជាមួយនឹងគ្រាប់ធម្មតា SH-1 អាចវាយគោលដៅបានចម្ងាយជាង20ទៅ30គីឡូម៉ែត្រប្រសិនបើប្រើគ្រាប់បាល់ split ចម្ងាយអាចកើនដល់ជិត40គីឡូម៉ែត្ររីឯគ្រាប់រ៉ុកែត Aztec អាចបាញ់បានលើសពី50គីឡូម៉ែត្រទៅទៀតនោះមានន័យថាកងទ័ពអាចវាយប្រហារគោលដៅពីចម្ងាយឆ្ងាយដោយមិនចាំបាច់ចូលទៅក្បែរតំបន់គ្រោះថ្នាក់ទេ SH-1 អាចបាញ់បានប្រហែល4ទៅ6គ្រាប់ក្នុង1នាទីទោះបីមិនលឿនដូចប្រព័ន្ធរ៉ុកែត BM-21 Garret ក៏ដោយប៉ុន្តែវាមានភាពត្រឹមត្រូវខ្ពស់ជាងនិងស័ក្តិសមសម្រាប់ការវាយប្រហារគោលដៅជាក់លាក់គ្រាប់ដែល SH-1 ប្រើមានច្រើនប្រភេទគ្រាប់ High Explosive ឬ EH សម្រាប់បំផ្លាញទាហានអគារនិងទីតាំងការងារគ្រាប់ Smoke សម្រាប់បង្កើតផ្សែងបិទបាំងទិដ្ឋភាពសត្រូវគ្រាប់ Illumination សម្រាប់បំភ្លឺសមរភូមិនៅពេលយប់និងគ្រាប់ប្រភេទផ្សេងៗទៀតអាស្រ័យលើតម្រូវការរបស់កងទ័ពចំណុចខ្លាំងមួយរបស់ SH គឺយុទ្ធសាស្ត្រ Shoot and Scoot បន្ទាប់ពីបាញ់រួចវាអាចផ្លាស់ទីចេញពីទីតាំងបានយ៉ាងលឿនដើម្បីជៀសវាងការវាយប្រហារតបតាមរយៈរ៉ាដា Contri របស់សត្រូវក្នុងការប្រតិបត្តិការពេលទទួលបានកូអូរ៉ូណេគោលដៅរថយន្តនឹងឈប់ដាក់ជើងទម្រខាងក្រោយហើយកាំភ្លើងនឹងត្រូវកំណត់បំបាញ់បន្ទាប់ពីបាញ់រួចវាអាចរើចេញភ្លាមៗក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះទោះជាយ៉ាងណា SH-1 ក៏មានចំណុចខ្សោយដែរដោយសារវាដំឡើងលើរថយន្តមិនមែនតួរថក្រោះធន់ធ្ងន់វាមានការពារខ្លួនតិចជាងកាំភ្លើងធំប្រភេទតាមដានវាអាចរងគ្រោះពីដ្រូនប្រយុទ្ធឬការវាយប្រហារផ្ទាល់បានយ៉ាងងាយជាមួយនឹង BM-21 Garret របស់សហភាពសូវៀត SH-1 មានភាពត្រឹមត្រូវខ្ពស់ជាងប៉ុន្តែ BM-21 អាចបាញ់រ៉ុកែតច្រើនគ្រាប់ក្នុងពេលខ្លីនិងដណ្ដប់ផ្ទៃដីធំជាងសប្តាហ៍ថ្ងៃ SH-1 ត្រូវបានចាត់ទុកថាជាកាំភ្លើងធំចល័តដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រទេសដែលចង់បានអាវុធមានកម្លាំងខ្លាំងតម្លៃសមរម្យនិងងាយស្រួលថែទាំ